មានន័យអាហារដែលជំរុញការផលិតអរម៉ូនអាំងស៊ូលីនខ្លាំងមែនទែនអ្នកដែលកំពុងតែសម្រក់គីឡូឬក៏មានបញ្ហាលើសជាតិស្ករថយបានថយណាវិធីងាយៗដែលរាងកាយធ្វើការនោះគឺពេលណាក៏ដោយដែលរាងកាយផលិតអរម៉ូនអាំងស៊ូលីនកាន់តែច្រើនឡើងនោះរាងកាយក៏នឹងកាន់តែសន្សំខ្លាញ់ទុកក្នុងរាងកាយកាន់តែច្រើនឡើងអ្នកដែលចូលចិត្តញ៉ាំជប់ចន្លោះថ្ងៃរាងកាយក៏កាន់តែផលិតអរម៉ូនអាំងស៊ូលីនកាន់តែច្រើនឡើងហើយក៏កាន់តែសន្សំខ្លាញ់ទុកកាន់តែច្រើនឡើងដូចគ្នាដែរទៅមើលទាំងអស់គ្នាថាតើមានអាហារណាខ្លះដែលធ្វើឲ្យរាងកាយផលិតអរម៉ូនអាំងស៊ូលីននឹងច្រើនជាងគេបំផុតដំបូងគេនោះគឺពពួកតែគុជទឹកដោះគោឬហៅថា milk green tea មិនថាជាពពួកកាហ្វេទឹកដោះគោឬក៏ពពួក drinks energy drink ដែលជាប្រភេទភេសជ្ជៈបើកម្លាំងឬក៏ពពួកទឹកបើផ្អែមទាំងឡាយជាពិសេសគឺពពួកភេសជ្ជៈដែលអ្នកទាំងអស់គ្នាថែម cream នៅពីលើទៀតតែផ្អែមឆ្ងាញ់កម្រិតណារាងកាយក៏កាន់តែជំរុញការផលិតអរម៉ូនអាំងស៊ូលីនប៉ុណ្ណឹងដូចគ្នាពពួកអាហារទាំងអស់នេះសុទ្ធសឹងតែជាវត្ថុរាវដែលរាងកាយជំរុញការរំលាយលឿនខ្លាំងបំផុតពេលណាក៏ដោយដែលរាងកាយកាន់តែរំលាយរបស់ទាំងអស់នេះបានកាន់តែច្រើននោះហើយដែលធ្វើឲ្យរាងកាយកាន់តែផលិតឬក៏សន្សំខ្លាញ់ទុកក្នុងរាងកាយកាន់តែច្រើនឡើងដូចគ្នាក្រុមទី2នោះគឺប្រភេទអាហារជាសារធាតុម្សៅកែច្នៃទាំងឡាយមិនថាជាពពួក bakery hot dog pizza pasta នំ cake cookie ឬក៏ពពួក fast food ទាំងឡាយអាហារទាំងអស់នេះគឺត្រូវបានចម្រាញ់យកសារធាតុ fiber ចេញស្ទើរតែទាំងអស់ទៅហើយអ្នកទាំងអស់នេះអាចនឹងមិនដឹងសរសៃកាទៀវក៏នៅក្នុងនឹងដែរណារាល់ពេលដែលយើងញ៉ាំអាហារទាំងអស់នេះចូលទៅភ្លាមរាងកាយក៏នឹងចម្រាញ់អាហារទាំងអស់ហ្នឹងទៅជាសារធាតុស្ករនៅក្នុងរាងកាយភ្លាមតែម្ដងហើយសំខាន់គឺពពួកអាហារទាំងអស់នេះធ្វើឲ្យកម្រិតជាតិស្ករហក់ឡើងខ្ពស់លឿនហើយក៏ធ្លាក់ចុះលឿនដូចគ្នាដែលជាហេតុធ្វើឲ្យអ្នកទាំងអស់គ្នាងាយនឹងឃ្លានជប់ចន្លោះថ្ងៃនឹងឯងជាពិសេសអ្នកដែលមានបញ្ហាលើសជាតិស្ករអ្នកនឹងកាន់តែមានអាការៈបែបនេះច្រើនជាងបុគ្គលដទៃទៀតក្រុមទី3នោះគឺប្រភេទពពួកទឹកផ្លែឈើទាំងឡាយហៅថាទឹកផ្លែឈើច្របាច់ឬក៏ទឹកផ្លែឈើក្រឡុកពីព្រោះថាទឹកផ្លែឈើទាំងអស់នេះគឺត្រូវបានច្របាច់ឬក៏ចម្រាញ់យកតែទឹកដោយបាត់បង់សារធាតុ fiber ដែលមាននៅក្នុងផ្លែឈើអស់ទៅហើយឬក៏មានតិចមែនតើហើយនៅពេលដែលអ្នកញ៉ាំចូលទៅភ្លាមនោះធ្វើឲ្យអ្នកនឹងទទួលបានសារធាតុស្ករ fructose ចូលទៅក្នុងរាងកាយបែបពេញទំហឹងតែម្ដងដែលជាហេតុធ្វើឲ្យអរម៉ូនអាំងស៊ូលីនធ្វើការកាន់តែធ្ងន់ធ្ងរឡើងស្ទើរតែគ្មានពេលវេលាសម្រាប់តតែសោះក្រុមទី4នោះគឺពពួកនំចិនឬក៏នំតុងទាំងឡាយដែលយើងហៅថាអាហារលាងមាត់ហ្នឹងឬក៏ហៅថា snack ពេលណាក៏ដោយដែលអ្នកហូបនំទាំងអស់ហ្នឹងជប់ហូបអត់ដាច់ពីមាត់សោះតែម្ដងវានឹងជំរុញដល់រាងកាយក្នុងការផលិតអរម៉ូនអាំងស៊ូលីនពេញមួយថ្ងៃដែលវាគឺជាហេតុក្នុងការទៅបញ្ឈប់ការចម្រាញ់ឬក៏ដុតកម្ដៅខ្លាញ់ចាស់នៅក្នុងរាងកាយដែលខ្ញុំតែងតែនិយាយថាខ្លាញ់ចាស់នៅមិនទាន់បានជំរុះចោលហើយក៏ខ្លាញ់ថ្មីថែមចូលមកទៀតនៅក្នុងរាងកាយនឹងឯងក្រុមទី5នោះគឺពពួកអាហារកែច្នៃទាំងឡាយមិនថាជាពពួកសាច់ក្រកប្រហិត ham ឬក៏ពពួកមីកញ្ចប់ទាំងឡាយអាហារទាំងអស់នេះគឺមានសារធាតុម្សៅនិងសារធាតុមួយចំនួនផ្សេងទៀតដែលផ្សំផ្គុំឡើងគ្នាច្រើនមែនទែនដែលសុទ្ធសឹងតែជាចំណែកក្នុងការជួយជំរុញឲ្យរាងកាយផលិតអរម៉ូនអាំងស៊ូលីនពេញមួយថ្ងៃដែលសំខាន់ជាងគេបំផុតនោះគឺញ៉ាំអាហារទាំងអស់នេះច្រើនកម្រិតណាក្បាលពោះរបស់អ្នកក៏នឹងដុះឡើងធំកម្រិតនឹងដូចគ្នានេះគឺជាប្រភេទខ្លាញ់ដែលនឹងទៅធ្វើឲ្យដុះក្បាលពោះជាពិសេសអ្នកដែលកំពុងតែស្ថិតនៅក្នុងការគ្រប់គ្រងគីឡូខ្លួនឯងឬក៏កំពុងតែគ្រប់គ្រងជាតិស្ករខ្លួនឯងចង់ឲ្យរាងកាយដុតកម្ដៅខ្លាញ់បែបអូតូម៉ាទិកបានន័យថាដល់ម៉ោងគឺដឹងថាដុតកម្ដៅខ្លាញ់ដល់ម៉ោងគឺអាចរក្សាស្ថិរភាពកម្រិតជាតិស្ករនៅក្នុងរាងកាយបានល្អអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយអាហារទាំង5ប្រភេទដែលបានរៀបរាប់ដូចក្នុងវីដេអូនេះសិនហើយទៅផ្ដោតសំខាន់លើការហូបអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនរួមជាមួយនឹងអាហារដែលមានសារធាតុ fiber ដែលជាប្រភេទ fiber ធម្មជាតិមានទាំងរលាយក្នុងទឹកនិងមិនរលាយក្នុងទឹកព្យាយាមហូបបន្លែនិងផ្លែឈើដែលស្រស់គេហៅថាហូបទាំងផ្លែហើយហូបអាហារធម្មជាតិបន្លែធម្មជាតិនឹងឲ្យបានច្រើនជាពិសេសគឺបន្លែបៃតងឬចំពោះអ្នកដែលអត់សូវមានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀបចំរបបអាហារទាំងអស់នេះឲ្យខ្លួនឯងបានកាន់តែងាយស្រួលឬក៏មានអារម្មណ៍ថាខ្លួនឯងអូយឃ្លានមែនតើវាពិបាកក្នុងការទប់អ្នកដែលមានបញ្ហាបែបហ្នឹងទើបដឹង certificate មួយនេះគឺស័ក្តិសមមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែមានបញ្ហាដែលកញ្ចប់ពណ៌ទឹកក្រូចមួយនេះគឺជាប្រភេទ fiber matrix ដែលមានទាំងប្រភេទ fiber រលាយក្នុងទឹកនិងមិនរលាយក្នុងទឹកនៅក្នុងនឹងស្រេចហើយក៏មានការទទួលស្គាល់ពីក្រសួងសុខាភិបាលមានកិច្ចការស្រាវជ្រាវដោយផលិតផលនឹងផ្ទាល់ហើយក៏ជាប្រភេទផលិតផលមកពីសហរដ្ឋអាមេរិកដែលអាចជួយកាត់បន្ថយការឃ្លានញឹកញាប់ជួយជំរុញដល់ការគ្រប់គ្រងជាតិស្ករហើយក៏ការគ្រប់គ្រងគីឡូបានកាន់តែងាយស្រួលស័ក្តិសមមែនទែនសម្រាប់អ្នកដែលមានបំណងក្នុងការគ្រប់គ្រងគីឡូខ្លួនឯងឬក៏អ្នកដែលមានបញ្ហាលើសជាតិស្ករស្រាប់ដែលឡែកមកកញ្ចប់មួយនេះដែលមានពណ៌លឿងនេះគឺជាប្រភេទតែយោបាម៉ាតេដែលមានវត្ថុធាតុដើមនៅតែ South Africa ហើយវាមានទិន្នន័យជួយឲ្យរាងកាយអាចផលិតអរម៉ូន GLP-1 បែបធម្មជាតិនិងជួយជំរុញដល់ការ focus ការធ្វើការនៅក្នុងរាងកាយបានកាន់តែច្រើនធ្វើឲ្យយើងមានសមាធិនៅក្នុងការធ្វើការដែលសំខាន់បំផុតហ្នឹងគឺធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយហើយរាងកាយអាចដុតកម្ដៅខ្លាញ់មកប្រើប្រាស់បានយ៉ាង
ខ្លាំងតែម្ដងចាប់អារម្មណ៍កុំភ្លេចតាក់ទងតាមរយៈ Telegram ខាងលើឬក៏ឆាតតាមរយៈ TikTok នេះផ្ទាល់ក៏បានហើយយើងមកសុខភាពល្អទាំងអស់គ្នាជាមួយនឹង Selfie-grade Certificate ហ្នឹងគឺសូត្រសឹងតែជាចំណែកដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលរួចរាល់ក៏ដូចជាមានចុះនៅក្នុងសិភៅពេទ្យរបស់សហរដ្ឋអាមេរិកហៅថា PDR Prescriber Digital Reference ហើយក៏មានអ្នកប្រើប្រាស់ទទួលបានលទ្ធផលជាច្រើនរាប់មិនអស់ទាំងនៅខ្មែរក៏ដូចជានៅប្រទេសផ្សេងៗទូទាំងពិភពលោក